ជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះឈុតធារាជាគរុសិស្សតំណាងក្រុមទី1ឯកទេសគណិតរូបចំនួនទី31នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមចា៎អញ្ចឹងថ្ងៃនេះដែរគឺនាងខ្ញុំនឹងធ្វើវីដេអូបង្ហាញអំពីការផលិតឧបករណ៍សម្រាប់គណនាចម្ងាយចំណុចឡង់ទីចា៎ដែលដឹកនាំដោយលោកគ្រូលីពិសិដ្ឋអញ្ចឹងដើម្បីផលិតឧបករណ៍នេះបានគឺយើងត្រូវមានសម្ភារៈមួយចំនួនសិនចាគឺយើងមានបន្ទះក្តារយើងមានបន្ទាត់ដែកហើយមានខ្សែម៉ែត្រចាមានជើងទម្រ3ចាមាន7ចាឡង់ទីហើយនឹងអេក្រង់ចាអញ្ចឹងជាបន្តមកនេះគឺនាងខ្ញុំនឹងបង្ហាញពីរបៀបនៃការដំឡើងឧបករណ៍នេះអញ្ចឹងដំបូងគឺយើងត្រូវបិទរៀបចំបន្ទះក្តារដើម្បីបិទខ្សែម៉ែត្រនិងចាបន្ទាត់ដែក2នេះអញ្ចឹងជើងទម្រនេះគឺយើងបិទនៅចុងសងខាងនៃបន្ទះក្តាររបស់យើងដែលទី1គឺយើងដើម្បីទ្រ7ហើយនឹងខាងនេះគឺយើងដើម្បីទ្រអេក្រង់ចាហើយចំពោះឡង់ទីនេះគឺយើងគ្រាន់តែបិទភ្ជាប់ទៅនឹងជើងទម្ររបស់វាដែលយើងអត់បិទភ្ជាប់ទៅនឹងបន្ទះក្តារឲ្យជាប់ទេគឺយើងទុកដើម្បីឲ្យវារត់នៅចន្លោះក្តារនេះចាហើយបញ្ជាក់បន្ថែមមួយទៀតគឺតកតងទៅនឹងថាតើយើងត្រូវដាក់កម្ពស់7ឡង់ទីហើយនឹងអេក្រង់យ៉ាងម៉េចចាអញ្ចឹងចំពោះការដាក់កម្ពស់នេះដែរគឺយើងរៀបចំធ្វើម៉េចឲ្យវាសមាមាត្រគ្នាបានន័យថាដល់ពេលដែលយើងប្រចាំ7ទៅឲ្យវាឆ្លងកាត់ឡង់ទីបញ្ចេញរូបភាពទៅនឹងអេក្រង់នឹងបានច្បាស់ចាអញ្ចឹងចំពោះការផលិតរបស់យើងគឺមានតែប៉ុណ្្នឹងទេចាសូមអរគុណ